นาเทศนาเกิดระบอบลูกโดนัลด์ทรัมป์ประธานาธิบดีสหรัฐอเมริกตำนานเทศนาเกิดระบอบลูกแต่การดำบอลมาเชื่อมโอเปียมีใบประเทศคือtừประเทศอาหรับอิสราเอลกาตาร์និងសហភាពអារ៉ាប់រួមហើយនេះត្រូវបានគេមើលឃើញថាជាលើកដំបូងហើយនៅក្នុងអាណត្តិទី2របស់ខ្លួនដែលលោក Donald Trump បានបំពេញទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ាហើយក៏ជាដំណើរទស្សនកិច្ចមួយដែលគេចាប់អារម្មណ៍ថាបានរំលងអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តចក្រទឹកមិនលិចរបស់សហរដ្ឋអាមេរិកផងដែរទូរទស្សនិកជនជារួមតើដំណើរទស្សនកិច្ចរបស់លោក Donald Trump បានផ្ដល់នូវលទ្ធផលផ្លែផ្កាយ៉ាងណាខ្លះយើងមានការចូលរួមបន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV គឺលោកជិនសេរីមបាទលោកសេរីមជារួមដំណើរទស្សនកិច្ចរបស់លោក Donald Trump ទៅកាន់បណ្ដាប្រទេសឈូងសមុទ្រនៅមជ្ឈិមបូព៌ានៅក្នុងសប្តាហ៍នេះតើគេមើលឃើញថាវាឆ្លុះបញ្ចាំងយ៉ាងណាពីគោលនយោបាយការប្រទេសកន្លងមករបស់សហរដ្ឋអាមេរិកបាទនិយាយពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិករបស់លោកត្រាំក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស3នៅក្នុងតំបន់មជ្ឈិមបូព៌ាគឺអារ៉ាប៊ីសាអូឌីតកាតានិងអារ៉ាបរួមនេះវាហាក់ដូចជាផ្ទុយស្រឡះពីគោលនយោបាយការបរទេសរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកដូចជាលោកโจ Biden ជាដើមដោយសារតែផ្ទុយស្រឡះនឹងចេះតាមការលើកឡើងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទាំងក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតក៏ដូចជាដំណើរបំពេញទស្សនកិច្ចនៅប្រទេសកាតាដែរលោក Trump បានលើកឡើងថាលោកមិនមានបំណងដាក់ពង្រាយកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនានានៅក្នុងតំបន់មជ្ឈិមបូព៌ាទេហើយម្យ៉ាងទៀតសហរដ្ឋអាមេរិកក៏មិនចង់ចំណាយច្រើនទៅលើវិស័យយោធាដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនដោយដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើនោះដែរតែផ្ទុយទៅវិញលោក Donald Trump បានសង្វាតបន្ទិញខ្លាំងជាងគេគឺទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មពីព្រោះក្នុងអំឡុងទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតមានកិច្ចព្រមព្រៀងវិនិយោគរហូតដល់ទឹកប្រាក់ប្រមាណជាង$600,000 លានដែលអារ៉ាប៊ីសាអូឌីតនឹងវិនិយោគនៅលើទឹកដីរបស់សហរដ្ឋអាមេរិកដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនិងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀតកាតាក៏ដូចគ្នាហើយអារ៉ាប់រួមក៏ដូចគ្នាដែរដូច្នេះបើនិយាយពីគោលនយោបាយរបស់សហរដ្ឋអាមេរិករបស់ប្រធានាធិបតីអាមេរិកមុននោះគឺក្នុងដំណើរទស្សនកិច្ចមួយគឺមិនចោលទេកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសនៅក្នុងតំបន់និងសហរដ្ឋអាមេរិកក្នុងគោលដៅគឺពង្រឹងសមត្ថភាពការពារជាតិរបស់សហរដ្ឋអាមេរិកផងនិងពង្រឹងសមត្ថភាពរបស់កងទ័ពអាមេរិកនៅលើឆាកអន្តរជាតិជាពិសេសនៅក្នុងប្រទេសគោលដៅប៉ុន្តែលោកត្រាំបើនិយាយពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកគឺលោកហាក់ដូចជាមិនចង់ពង្រឹងអំណាចរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដូចជានៅលើពិភពលោកទៀតទេដោយលោកបានបញ្ជាក់ថាលោកចង់បញ្ចប់សង្គ្រាមទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ានិងនៅលើពិភពលោកដោយមិនចង់ឲ្យមានចំនួនទេហើយចំពោះឥទ្ធិពលរបស់សហរដ្ឋអាមេរិកក៏មិនចង់ពង្រីកដែរប៉ុន្តែសហរដ្ឋអាមេរិកចង់បញ្ចប់ភ្លើងសង្គ្រាមនៅទូទាំងពិភពលោកតែម្ដងដោយលោកត្រាំលើកឡើងតាំងពីការបញ្ចប់សង្គ្រាមនឹងមានបទឈប់បាញ់ជាមួយពួកឧទាមហ៊ូទីនៅប្រទេសយេម៉ែនផងក្នុងការបញ្ចប់សង្គ្រាមមានបទឈប់បាញ់រវាងអ៊ុយក្រែននិងរុស្ស៊ីផងដែលលោកត្រាំក៏បានបញ្ជាក់ថាលោកអាចនឹងធ្វើដំណើរទៅកាន់ប្រទេសទួរគីដើម្បីពិភាក្សាគ្នាអំពីបទឈប់បាញ់រវាងអ៊ុយក្រែននិងរុស្ស៊ីនៅក្នុងសង្គ្រាមនៅលើទឹកដីប្រទេសអ៊ុយក្រែនហើយចំពោះតំបន់កាហ្សាវិញគឺរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីនលោកត្រាំក៏បានបញ្ជាក់ថាលោកនឹងធ្វើឲ្យមានឈប់បាញ់ឬឲ្យតំបន់កាហ្សានេះទៅជាតំបន់សេរីមួយដែលមានសេរីភាពហើយទូលំទូលាយសម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនផងនិងប្រជាពលរដ្ឋមកពីជុំទិសទីនៅលើពិភពលោកផងដូច្នេះជាចេតនារបស់លោកត្រាំគឺបែបអញ្ចឹងលោកចង់បញ្ចប់សង្គ្រាមតែមិនចង់ពង្រីកឥទ្ធិពលយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាទេដែលនេះគេបានចាត់ទុកថាវាផ្ទុយស្រឡះពីគោលនយោបាយការបរទេសរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកដូចជាលោកโจ Biden ជាដើមនោះបាទ
លោកស្រីមសម្រាប់ដំណើរទស្សនកិច្ចរបស់លោកដូណាល់ត្រាំលើកនេះតាមមើលទៅអាចចាត់ទុកថាវាមានប្រយោជន៍តែសម្រាប់សហរដ្ឋអាមេរិកទេឬក៏អាចចាត់ទុកថាវាជាប្រយោជន៍សម្រាប់បញ្ហាពិភពលោកធំៗខ្លះដែរបាទចំពោះប្រយោជន៍នោះមើលទៅបានប្រយោជន៍ច្រើនបានប្រយោជន៍ទាំងសហរដ្ឋអាមេរិកនិងបានប្រយោជន៍ទាំងប្រទេសនៅក្នុងតំបន់ប្រយោជន៍របស់សហរដ្ឋអាមេរិកនោះត្រង់ថាប្រទេសជាច្រើនសាទរមិនត្រឹមតែប្រទេសគោលដៅនៃដំណើរទស្សនកិច្ចទេដូចជាប្រទេសអារ៉ាប៊ីសាអូឌីតបង្ហាញនៅការពេញចិត្តយ៉ាងខ្លាំងចំពោះទស្សនវិស័យនយោបាយរបស់លោកដូណាល់ត្រាំប្រទេសកាតាក៏ដូចគ្នាអារ៉ាប់រួមក៏ដូចគ្នាមិនតែប៉ុណ្ណេះប្រទេសនានានៅក្នុងតំបន់មេដឹកនាំនៃប្រទេសមួយចំនួនបានលើកឡើងថាដំណើរទស្សនកិច្ចរបស់លោកត្រាំនេះផ្ដល់ផលប្រយោជន៍ច្រើនដល់តំបន់មជ្ឈមបូព៌ាទាំងមូលក៏ដូចជាដល់ពិភពលោកដែរមិនត្រឹមតែផ្ដល់ផលប្រយោជន៍តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសជាគោលដៅនិងសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេដែលផលប្រយោជន៍នឹងត្រង់ថាដូចជាប្រទេសរុស្ស៊ីដូចជាប្រទេសស៊ីរីបានជួបប្រទះនៅសង្គ្រាមស៊ីវិលចាប់តាំងពីឆ្នាំ2011កន្លងមកប៉ុន្តែដល់ខែសីហាឆ្នាំ2024កន្លងទៅនេះទើបសង្គ្រាមបានបញ្ចប់ហើយក៏មិនទាន់បានបញ្ចប់ 100% ដែរគឺនៅមានបញ្ហាសន្តិសុខនៅឡើយនៅក្នុងប្រទេសប៉ុន្តែសហរដ្ឋអាមេរិកតាមរយៈការលើកឡើងរបស់លោកត្រាំផ្ទាល់នឹងដកទណ្ឌកម្មទាំងស្រុងចេញពីប្រទេសស៊ីរីដើម្បីឲ្យប្រទេសនេះគឺមានសមត្ថភាពក្នុងការកសាងប្រទេសឡើងវិញក្រោយពីខ្ទេចខ្ទីទៅដោយសង្គ្រាមអស់រយៈពេលជាង1ទសវត្សរ៍នេះជាសញ្ញាល្អមួយហើយចំពោះប្រទេសអ៊ីរ៉ង់ក៏អញ្ចឹងដែរតាមការលើកឡើងរបស់លោកត្រាំគឺប្រធានាធិបតីរបស់សហរដ្ឋអាមេរិករូបនេះលោកមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទៀតទេតែផ្ទុយទៅវិញលោកចង់ជួបចរចាជាមួយនឹងភាគីអ៊ីរ៉ង់ដើម្បីសម្រេចឲ្យបាននៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដែលត្រូវបានតាក់តែងគ្រប់ជ្រុងជ្រោយជាងមុននិងល្អជាងមុនប៉ុន្តែលោកត្រាំក៏បដិញ្ញាចិត្តដែរថាលោកនឹងមិនអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេប៉ុន្តែខាងប្រទេសអ៊ីរ៉ង់អាចនឹងមានរោងចក្រនុយក្លេអ៊ែរបែបស៊ីវិលថាមពលបែបស៊ីវិលក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីអ្នកជំនាញរបស់សហរដ្ឋអាមេរិករួមទាំងទីភ្នាក់ងារអាតូមិកអន្តរជាតិរបស់អង្គការសហជីវជាតិ IAEA ផងទៀតហើយចំណុចមួយទៀតដែលមានផលចំណេញផងដែរនោះនៅត្រង់ថាប្រទេសក្នុងតំបន់ហាក់ដូចជាមានភាពកក់ក្ដៅអំពីគោលនយោបាយរបស់លោកត្រាំខ្លាំងជាងគេដែលលោកចង់បញ្ចប់សង្គ្រាមទាំងអស់នៅក្នុងតំបន់មជ្ឈមបូព៌ានៅពេលបច្ចុប្បន្ននេះគឺសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីនសង្គ្រាមអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងដោយអ៊ីរ៉ង់ផ្សេងទៀតរួមទាំងសង្គ្រាមនៅក្នុងប្រទេសយេម៉ែនដែលមានពួកឧទាមហ៊ូទីហើយនិងរដ្ឋាភិបាលរបស់ប្រទេសយេម៉ែននឹងផងទៀតហើយភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក៏ហាក់ដូចជាលែងមានទៀតដែរដូច្នេះដំណើរទស្សនកិច្ចរបស់លោកត្រាំនេះវាផ្ដល់ផលចំណេញដល់សហរដ្ឋអាមេរិកផងផ្ដល់ផលចំណេញដល់ប្រទេសនៅក្នុងតំបន់មជ្ឈមបូព៌ាផងផលចំណេញនោះគឺទាំងផ្នែកពាណិជ្ជកម្មនិងផ្នែកគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកផងដែរបាទដំណើររបស់លោកត្រាំលើកនេះទៅកាន់តំបន់មជ្ឈមបូព៌ាប៉ុន្តែអត់ទៅកាន់ប្រទេសអ៊ីស្រាអែលទេទៅកាតាទៅអារ៉ាប៊ីសាអូឌីតទៅសហភាពអារ៉ាប់រួមហើយស្របពេលនេះគឺអ៊ីស្រាអែលកំពុងតែបន្តមានបញ្ហាជាមួយនឹងខាងប៉ាឡេស្ទីនយ៉ាងខ្លាំងក្លាផងតើការរំលងប្រទេសអ៊ីស្រាអែលរបស់លោកដូណាល់ត្រាំនេះអាចចាត់ទុកថាជាការបង្ហាញភាពរងើយកន្តើយដល់អ៊ីស្រាអែលទេឬក៏អាចបណ្ដាលមកពីមូលហេតុអ្វីបាទចំពោះដំណើរទស្សនកិច្ចរបស់ត្រាំទៅកាន់មជ្ឈមបូព៌ានៅក្បែរខាងរបស់ប្រទេសអ៊ីស្រាអែលដែរប៉ុន្តែលោកត្រាំមិនធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនេះបើនិយាយពីកាយវិការផ្នែកការទូតវាជាការខោកក្បាលអ៊ីស្រាអែលមកកញ្ញទៅហើយមានន័យថាជាការខោកក្បាលបែបការទូតទៅលើអ៊ីស្រាអែលមកកញ្ញទៅហើយពីសំណាក់លោកត្រាំប៉ុន្តែគ្រាន់តែដំណើរទស្សនកិច្ចរបស់លោកត្រាំនេះក៏មិនបាននិយាយច្រើនអំពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីនដែរខណៈដែលនៅពេលបច្ចុប្បន្ននេះអ៊ីស្រាអែលកំពុងតែប្រយុទ្ធជាមួយនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីនដោយមួយទៀតចំណុចដែលលោកដូណាល់ត្រាំមិនធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនេះ
ก็อาจจัดตกบานท้าลูกตรัมตำนงจะตกเอาอิสราเอลจะเนี่ยดอสายโดยคลวนไอ้จะมวยหนึ่งกรมฮามาสปาเลสไตน์ปีปรัวสหรัฐอเมริกบานช่วยอิสราเอลจรานาหายกาวีประหารปีสำนักอิสราเอลแต่เลือกกรมฮามาสปาเลสไตน์นี้บานโอเปล่าอริยะเปียเชียงเหมือนชนามหายก็เหมือนต้นเคยถ้าเติมหนาได้แต่ตัวอย่างนาก็ได้ก็ลูกตรัมบานไปเจ้าท้าลูกนึงบังเกิดở miền bọt chụp bành rồi viếng Israel nâng krom Hamas Palestine ở ban nơi pel khả mục hỏi đầm na tu sanh cách rồi bỏ lục ní mình ban để dây đó tha nâng ai thôi đầm na từ can Israel thế tại tôi từ với lục Trump bài chỉ ban bằng hai bằng nón tha lục ai nâng thôi đầm na từ can British Turkey từ mình và đối với Israel mới tới hạ đôi chỉ ai cáo hạ đôi chỉ tài tàu khang prai cả tụt khăngขณะได้ลูกตรัมทั่วดำนาtừการประเทศอาหรับซาอุดิtừการประเทศกาตาร์อาหรับรวมแต่ในกบายข้างอิสราเอลปนใต้ลูกตรัมเหมือนtừกันอิสราเอลได้ทั่วเอาอิสราเอลมีเพียบไอเก่าภายในขาตูดครั้งปนใต้จำได้ที่คิมสมเป็นเจ้าจูนทาตัวใบยางนากระด้อยก็อิสราเอลในใต้จีนสัมพันธ์มันดอสำคัญในบอสหรัฐอเมริกในขนมดำบอลมาแชมป์โบเปียได้สหรัฐอเมริกมันอาจบองเจ้าอิสราเอลบานตีโดยซาแต่อิสราเอลนี่ให้ได้เจ็บประเทศช่วยชงตุ้ยนังเรียซาในรอนเพียบอำนาจอยู่ที่ระบบสหรัฐอเมริกในขนมดำบอลมาแชมป์โบเปียปนใต้กรอนขนมเปนี่อิสราเอลหาโดยจะรองตัวนักกรรมปีสนะลูกตรัมขณะได้ลูกทัวดำนาตัวสนะใกล้จะกันกบายข้างอิสราเอลตายเหมือนโจลกันประเทศอิสราเอลได้บังห้างปีเพียบแต่เท่าในกาตุดtừ lứaประเทศอิสราเอลบ้าง